បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏បានវិលត្រឡប់មកជួបពុកម៉ែបងប្អូនទាំងអស់គ្នាសារជាថ្មីទៀតហើយអញ្ចឹងតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទថ្ងៃនេះដែរគឺថ្ងៃទី21ខែ5ឆ្នាំ2026អញ្ចឹងតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទថ្ងៃនេះដែរគឺថ្ងៃទី21ខែ5ឆ្នាំ2026អញ្ចឹងខ្ញុំបាទក៏មានតម្រុយលេខអុកខ្ទង់គឺមានតម្រុយអុកខ្ទង់8អញ្ចឹងតម្រុយលេខអុកខ្ទង់គឺមានតម្រុយអុកខ្ទង់8អញ្ចឹងនេះគឺជាតម្រុយលេខអុកខ្ទង់រីឯតម្រុយលេខតូចគឺមានតម្រុយ4គ្រាប់អញ្ចឹងតម្រុយលេខតូចគ្រាប់ទី1គឺមានតម្រុយលេខ88អញ្ចឹងនេះគឺជាតម្រុយលេខតូចគ្រាប់ទី1រីឯតម្រុយលេខតូចគ្រាប់ទី2គឺមានតម្រុយលេខ89អញ្ចឹងនេះគឺជាតម្រុយលេខតូចគ្រាប់ទី2រីឯតម្រុយលេខតូចគ្រាប់ទី3គឺមានតម្រុយលេខ10គុណអញ្ចឹងនេះគឺជាតម្រុយលេខតូចគ្រាប់ទី3គឺមានតម្រុយលេខ10គុណរីឯតម្រុយលេខតូចគ្រាប់ទី4គឺមានតម្រុយលេខ35អញ្ចឹងនេះគឺជាតម្រុយលេខតូចគ្រាប់ទី4រីឯតម្រុយលេខធំគឺមានតម្រុយ2គ្រាប់គុណគ្រាប់ទី1គឺមានតម្រុយលេខ531គុណអញ្ចឹងតម្រុយលេខធំកុំភ្លេចគុណរីឯតម្រុយលេខធំគ្រាប់ទី2គឺមានតម្រុយលេខ583គុណអញ្ចឹងតម្រុយលេខធំកុំភ្លេចគុណអញ្ចឹងសូមបញ្ជាក់ម្ដងទៀតតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទថ្ងៃនេះដែរគឺថ្ងៃទី21ខែ5ឆ្នាំ2026តម្រុយលេខអុកខ្ទង់គឺមានតម្រុយអុកខ្ទង់8អញ្ចឹងនេះគឺជាតម្រុយលេខអុកខ្ទង់រីឯតម្រុយលេខតូចគឺមានតម្រុយ4គ្រាប់តម្រុយគ្រាប់ទី1គឺមានតម្រុយលេខ88តម្រុយគ្រាប់ទី2គឺមានតម្រុយលេខ89រីឯតម្រុយលេខតូចគ្រាប់ទី3គឺមានតម្រុយលេខ10គុណរីឯតម្រុយលេខតូចគ្រាប់ទី4គឺមានតម្រុយលេខ35រីឯតម្រុយលេខធំគឺមានតម្រុយ2គ្រាប់គុណគ្រាប់ទី1គឺមានតម្រុយលេខ531គុណតម្រុយគ្រាប់ទី2គឺមានតម្រុយលេខ583គុណអញ្ចឹងតម្រុយលេខធំកុំភ្លេចគុណអញ្ចឹងតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏មានតម្រុយតែប៉ុណ្្នឹងទេខ្ញុំបាទក៏សូមអរគុណនិងសូមជម្រាបលា